បណ្ដាសាខ្មែរអត្ថន័យពិតពីពាក្យដូនតានៅលើប្រាសាទនៅសតវត្សជាច្រើនមកហើយប្រាសាទបុរាណជាច្រើនរបស់ខ្មែរមានអាថ៌កំបាំងដែលមនុស្សជំនាន់ក្រោយមិនទាន់អាចបកស្រាយបានទាំងស្រុងមិនត្រឹមតែជាស្នាដៃសិប្បកម្មដ៏អស្ចារ្យទេប៉ុន្តែវាជាភស្តុតាងយ៉ាងច្បាស់ដែលបានបង្ហាញអំពីជំនឿសាសនានិងអារម្មណ៍សុទ្ធសឹងតែជាជីវិតរបស់ប្រជាជនខ្មែរនៅលើសិលាចារឹកនិងជញ្ជាំងប្រាសាទខ្លះមានពាក្យប្រាប់អំពីបណ្ដាសាដែលជាការព្រមានរបស់ដូនតានិងព្រះអធិរាជជំនិនមុនដល់អ្នកណាដែលនឹងរំលោភឬក៏បំផ្លាញស្នាដៃរបស់បុព្វបុរសខ្មែរបណ្ដាសាមានន័យដូចម្ដេចពាក្យបណ្ដាសាមិនមែនមានន័យត្រឹមតែជាការផ្ដន់ទាជេរប្រទិញសាដាក់ទំនាយឲ្យគេវិនិច្ឆ័យហិនហោចព្រោះតែការខឹងនោះទេប៉ុន្តែតាមជំនឿបុរាណខ្មែរវាជាពាក្យស្នេហាឬក៏ការពារដែលដូនតាបានបន្សល់ទុកដើម្បីឲ្យជាតិខ្មែរទឹកដីខ្មែរនិងប្រាសាទខ្មែរត្រូវបានរក្សាឲ្យបានគង់វង្សបុព្វបុរសយើងស្ថាបនាប្រាសាទមិនមែនសម្រាប់តែលួចលាក់ឬក៏លក់ចោលប៉ុន្តែសម្រាប់ជាតិនិងសាសនានិងទុកឲ្យកូនចៅជំនាន់ក្រោយការរំលោភបណ្ដាសានិងផលវិបាកនៅក្នុងប្រវត្តិសាស្ត្រកើតមានពេលវេលាជាច្រើនដែលបរទេសនិងអ្នកខ្លះបានបំផ្លាញឬលួចយកបំណែកប្រាសាទទៅដាក់ប្រទេសរបស់គេដូចជាប្រទេសសៀមជាដើមតាមរឿងរ៉ាវរបស់ជំនឿមួយចំនួនបានបញ្ជាក់ថាអ្នកដែលបានរំលោភយកទ្រព្យសម្បត្តិបុរាណទាំងនោះនឹងជួបគ្រោះថ្នាក់ដូចជាឈឺចាប់មិនស្គាល់មូលហេតុឬក៏ឈឺចាប់មិនដឹងមូលហេតុងាកឈឺឬក៏ងាកជួបគ្រោះថ្នាក់ជួបគ្រោះទុរភិក្សគ្រប់ចំនួនប្រសិនបើមានប្រទេសណាលួចឬក៏បំពាននឹងត្រូវវិនិច្ឆ័យហិនហោចអាចនឹងរលាយប្រទេសជាដើមបងប្អូនដឹងស្រាប់ហើយកាលពីសម័យអយុធ្យាក្នុងអំឡុងឆ្នាំប្រហែលជាខ្ទង់1400ជាងដែលពួកសៀមវាបានប្រមូលទាំងទ្រព្យសម្បត្តិរបស់ខ្មែរប្រមូលទាំងតួប្រាសាទប្រមូលទាំងថ្មប្រាសាទប្រមូលទាំងសម្បត្តិវប្បធម៌អរិយធម៌របស់ខ្មែរជាច្រើនគម្ពីរក្បួនខ្នាតជាច្រើនអក្សរសាស្ត្រជាច្រើនប្រមូលទៅក្រុងអយុធ្យារបស់វាមិនត្រឹមតែទ្រព្យសម្បត្តិប៉ុណ្ណោះទេថែមទាំងប្រជាជនរបស់យើងក៏វាប្រមូលយកទៅដែរអញ្ចឹងបណ្ដាសារបស់ខ្មែរអាចនឹងត្រូវពួកសៀមច្រើនជាងគេព្រោះពួកសៀមវាបានបំពេញលើដែនដីរបស់ខ្មែរលើសម្បត្តិដូនតារបស់ខ្មែរអញ្ចឹងសៀមឥឡូវគឺចាំផ្ដើមវិនិច្ឆ័យទៅបន្តិចម្ដងឲ្យបងប្អូនទាំងគ្នាអញ្ចឹងកុំប្រមាថពាក្យបណ្ដាសារបស់ដូនតាខ្មែរអញ្ចឹងបើសិនជាមានជនណាដែលបានយកប្រាសាទយកទៅលក់ឬក៏យកថ្មប្រាសាទយកទៅលក់បំផ្លាញថ្មប្រាសាទឬក៏ធ្វើឲ្យប្រាសាទមានការខូចខាតទោះបីជាធ្វើដំណើរទៅណាក៏ជួបគ្រោះថ្នាក់ឬក៏មានព្រឹត្តិការណ៍គ្រោះថ្នាក់ផ្សេងអាចប៉ះពាល់ដល់អាយុជីវិតបើយើងគិតទៅថាវាគឺជារឿងជំនឿប៉ុន្តែវាបានបង្ហាញពីចិត្តសាសនាឬក៏ការគោរពដល់ដូនតាខ្មែរដែលតែងតែជឿថាមានសារមកពីព្រះនិងវិញ្ញាណដូនតាតាំងពីបុរាណនៅការពារទ្រព្យសម្បត្តិជាតិរបស់យើងបណ្ដាសាបងប្អូនទាំងអស់គ្នាមិនមែនត្រឹមតែមានន័យថាការបំភ័យប៉ុន្តែជាការរំលឹកចំណិនសពថ្ងៃគួរតែយកបណ្ដាសាជាការរំលឹកមួយថាយើងត្រូវគោរពទ្រព្យបុរាណនិងវប្បធម៌ជាតិការរក្សាប្រាសាទមិនមែនត្រឹមតែជាការរកស៊ីផ្នែកទេសចរប៉ុណ្ណោះនោះទេប៉ុន្តែជាការរក្សាវប្បធម៌នៃជីវិតកូនខ្មែរគ្រប់ជំនាន់បណ្ដាសាដូនតាខ្មែរគឺជាសារដ៏ស្ងប់ស្ងាត់ប៉ុន្តែមានអានុភាពខ្លាំងដើម្បីឲ្យជាតិយើងនៅគង់វង្សជានិច្ចសរុបមកវិញបណ្ដាសាខ្មែរមិនមែនត្រឹមតែជាពាក្យដាក់ទំនាយឲ្យនរណាមួយដែលបំពេញប្រាសាទបុរាណខ្មែរយើងឲ្យវិនិច្ឆ័យនោះទេប៉ុន្តែគឺជាសញ្ញានៃសេចក្តីស្រឡាញ់និងការការពារវាបានបង្ហាញថាបុព្វបុរសយើងបានចេះគិតវែងឆ្ងាយនិងចង់ឲ្យជាតិយើងនៅរឹងមាំនៅថ្ងៃនេះយើងគួរតែបន្តជឿនិងការពារផ្លូវចិត្តទាំងនោះដោយដូនតាយើងដែលបានបន្សល់ទុកផងដែរបងប្អូនទាំងអស់គ្នាគ្រាន់តែអានបណ្ដាសានេះគឺមានអារម្មណ៍ថាព្រឺរោមហើយបើសិនជាបណ្ដាសានេះកើតឡើងពិតប្រាកដមែនស័ក្តិសិទ្ធិពិតមែនដោយដូនតាខ្មែររបស់យើងបានបន្សល់ទុកនៅបណ្ដាសាទាំងអស់នេះយើងនឹងសប្បាយចិត្តនៅពេលដែលឃើញប្រទេសសៀមរលាយនឹងភ្នែកយើងនាពេលខាងមុខប្រទេសសៀមបានលួចវប្បធម៌យើងជាច្រើនបានបំផ្លាញប្រាសាទយើងជាច្រើនបានលួចចម្លងប្រាសាទយើងជាច្រើនមានន័យថាលួចវប្បធម៌លួចអ្វីគ្រប់យ៉ាងដែលខ្មែរមានតាំងពីបុរាណជាច្រើនយកទៅប្រទេសវានៅក្នុងក្រុងអយុធ្យាប៉ុន្តែប្រទេសវាឥឡូវនេះចាប់ផ្ដើមរលាយបន្តិចម្ដងមានគ្រោះទុរភិក្សគ្រោះទឹកជំនន់ស្អីជាដើមបាទមានការរង្គោះរង្គើនៅក្នុងប្រទេសដែលធ្វើឲ្យការសាមគ្គីនៅក្នុងប្រទេសហាក់ដូចជាបាត់បង់ណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយនេះគឺជាបណ្ដាសាដើម្បីធ្វើឲ្យប្រទេសថៃវិនិច្ឆ័យរបស់ដូនតាខ្មែរយើង